ខ្ញុំមាន3ចំណុចសំខាន់ក្នុងការលើកឡើងនេះបាទចំណុចទី1គឺយើងត្រូវពិនិត្យមើលប្រាក់មូលនិធិភូមិ2026ទៅភូមិពីមតិដែលយើងបានអនុម័តយើងត្រូវគិតអំពីប្រឡូឲ្យបានច្បាស់លាស់អំពីផ្លូវកែក្នុងថ្មសរហូតដល់ភូមិពីមតិហើយហេតុអ្វីបានយើងត្រូវគិតគឺយើងពិនិត្យលើផ្លូវណាដែលលំបាកត្រូវធ្វើថ្មីហើយកន្លែងណាខ្លះដែលផ្លូវវាមិនទៅចាំបាច់សូមលោកមេភូមិអនុភូមិសមាជិកភូមិសិក្សាមើលថាត្រឹមតែការជួសជុលដល់ប្រើប្រាស់ថវិកាសប្បុរសជនអាចជួសជុលបានជួសជុលទៅកុំឲ្យខាតបាទបើខាតហ្នឹងបញ្ហានេះខ្ញុំលើកឡើងគឺដោយសារខ្ញុំចង់ភ្ជាប់ទៅនឹងផ្លូវនៅស្រែរៀងដោយខ្ញុំចង់សំណូមពរក្រុមប្រឹក្សាភូមិយើងឲ្យមានកិច្ចប្រជុំវិសាមញ្ញមួយដើម្បីពិនិត្យទៅលើផ្លូវពីមតិហ្នឹងថាតើយើងគួរកាត់ចំណែកផ្លូវចំណុចណាមួយដែលវាអត់ទៅលំបាកអញ្ចឹងយើងប្រើប្រាស់ថវិកាសប្បុរសជនឬក៏គីគោដោយវិធីណាមួយដើម្បីយកថវិកាហ្នឹងកាត់ចំនួនផ្លូវហ្នឹងកាត់ចំនួនផ្លូវនៅពីមតិកន្លែងខ្លះផ្លូវល្អអញ្ចឹងយើងកាត់ខ្លះទៅយើងយកថវិកាដែលសេសសល់ទាំងអស់នេះយកមកទឹកភូមិស្រែវាលបាទភូមិស្រែវាលវាមានការពុតខាតឆ្លាំងមែនទែនបាទទាំងស្រុងហើយប្រជាពលរដ្ឋលំបាកណាស់បាទវេទនាណាស់នឹងខ្ញុំសូមជម្រាបជូនលោកពិភពហើយនឹងអង្គប្រជុំចឹងថាយើងត្រូវគិតដល់បញ្ហាប្រជាពលរដ្ឋឥឡូវគាត់ស្រែ2ឆ្នាំហើយបាទចាប់ពីចាក់អាដីឥតសងថ្ងៃណាប្រជាពលរដ្ឋលោកអូនឯងបាទហើយយើងមើលឃើញជាក់ស្ដែងមែនទែនចឹងត្រូវគិតទៅលើបញ្ហាប្រាក់មូលនិធិភូមិហ្នឹងប៉ុន្តែអានេះខ្ញុំគាត់ទៅលើកទេគាត់ថាអ្វីគឺសូមឲ្យក្រុមប្រឹក្សាភូមិយើងពិភាក្សាគ្នាលើបញ្ហាហ្នឹងបើធ្វើម៉េចយកចំណុចផ្លូវខ្លះនៃពីមតិតែវាអត់សូវលំបាកហ្នឹងយកមកគិតត្រូវវាបើយើងបាច់ថាសល់ទេបើចាំសល់អត់សល់ទេពីមតិក្នុងដាក់មកសល់ទេប៉ុន្តែមានតែយើងកាត់ចំណុចផ្លូវកន្លែងណាខ្លះយកមកគិតគូខាងស្រែវានៅក្នុងឆ្នាំ2026នេះឲ្យបាទទី1ទី2ខ្ញុំសូមលើកក្នុងហេតុផលទី1ដដែលគឺប្រជាពលរដ្ឋលោកអុកតាម Facebook ពាក់ព័ន្ធនឹងផ្លូវបាក់ហើយខ្ញុំមានប្រជាពលរដ្ឋលោកប្រាប់ខ្ញុំប៉ុន្តែខ្ញុំមិនជម្រាបជូនឈ្មោះអ្នកដែលប្រាប់គាត់ទេប្រាប់ខ្ញុំថារបស់មួយបងប្អូនខ្ញុំគ្រាន់តែបង្ហោះផ្លូវលំបាកប៉ុណ្ណេះសោះមានគេបង្ហាមខ្ញុំកុំបង្ហោះកុំអីខ្ញុំថាទេមិនបានជាត្រូវហាមគាត់រឿងអីដែលត្រូវហាមគាត់គេគ្រាន់តែផុសពីការលំបាកក្នុងនាមប្រជាពលរដ្ឋជាម្ចាស់ទឹកម្ចាស់ដីហើយផុសបញ្ហាប្រឈមឲ្យអាជ្ញាធរបានឃើញឲ្យអង្គការរដ្ឋទាំងមូលនេះបានឃើញមានអីត្រូវខុសកម្ពុជាពលរដ្ឋលោកមានសិទ្ធិបច្ចេកទេសលោកមានសិទ្ធិផុសមានសិទ្ធិបង្ហោះកុំឲ្យតែលោកជេរប្រមាថអាជ្ញាធរជេរបន្តិចមើលឬក៏ជេរបចោដែលជាភាសាអសុរោះផ្ដល់ដល់ការបែកបាក់គ្នាហ្នឹងបានវាមិនត្រូវបើត្រឹមតែគាត់ផុសគាត់បង្ហោះពីការលំបាកអូជិះផ្លូវនេះលំបាកទូម៉ូតូផ្លូវនេះថ្ងៃណាវាធ្វើទេណោះតំណងពោឲ្យភូមិនឹងជួយមើលផងតំណងពោឲ្យភូមិនឹងជួយមើលផងគាត់និយាយចឹងមានអីខុសបាទមានអីខុសមិនខុសត្រង់ណាយកកន្លែងខុសសិនមើលយើងកុំបដិសេធនៅអ្វីដែលប្រជាពលរដ្ឋគាត់និយាយពីផលលំបាកហើយយើងអត់ហ៊ានទទួលស្គាល់ថាវាលំបាកមែនហើយយើងទៅបិទមាត់គេអត់បានទេបាទហើយរដ្ឋធម្មនុញ្ញក៏មានចែកដែរប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិមានសេរីភាពក្នុងការរៀបគន់ស្ថាបនាភាពអវិជ្ជមានក្នុងសង្គមចូលរួមអភិវឌ្ឍជីវភាពរស់នៅក្នុងសង្គមចូលរួមតាមរយៈសពរដ្ឋធម៌ចូលរួមតាមកម្លាំងពលកម្មចូលរួមតាមការបញ្ចេញមតិសពគ្រប់បែបយ៉ាងប្រជាពលរដ្ឋមានសិទ្ធិតែខ្ញុំសូមជម្រាបជូនកន្លែងហ្នឹងថាមិនគួរហើយមិនត្រូវទេមិនត្រូវហាមគាត់ទេគាត់ខុសគាត់អីគាត់ជួយយើងទៅវិញទេបាទគាត់បង្ហោះពីការលំបាកហ្នឹងគាត់ជួយយើងទៅវិញទេគាត់ជួយឲ្យថ្នាក់ខេត្តដឹង
chui ở nặng khung dương đăng chui ở nhận tiện quan đăng ngọc đăng còn chui có cả một bị khung mà đường bị chia bờ tha lời lấy nước một bạc làm bên đấy thấy nhé thì dưới tôi có cả tôi đây cả ông men tầm bạc men rồi lấy nó mình toàn phơi men tôi cái trên cái trên cái quang đây bạn tôi chia bờ thôi mình sẽ tập quản những số về dùng chân thế còn là ta chia bờ nó bạc nhóm tại nhóm mình bị chơi mua than ở ná đấy xong xong đo sức oi bị chia bờ rồi 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 pin sắt rồi bố đây thì như là cho bạn những xong phần năng tên rồi bạn còn có sự tiện làm việc của nó tuổi cật khai ý còn được bảo không được lâu con được ba được lâu con mình dây nó khổ miếng kia một con miếng kia một ham đấy nó này việc phẩm mấy cái con đó các bạn cùng dương tình mua cùng dương tình mua bằng phần năng tên một tổng cái để phụ phần năngហើយធ្វើអីក៏ដោយឲ្យចេះស្ដាប់គ្នាបាទចេះស្ដាប់គ្នាក្នុងភាសាគុំយើងនឹងចេះស្ដាប់គ្នាហេតុផលនៃផ្លូវពុកវាស្រីវានៅក្នុងបាក់ហ្នឹងគឺមកពីយើងមិនចេះស្ដាប់គ្នាហ្នឹងឯងខ្ញុំរំលឹកម្ដងទៀតបាទមិនទទួលតាទេជាពិសេសគ្រូខ្ញុំបានជម្រាបជូនហើយនិយាយផ្ទាល់នៅទីនេះខ្ញុំបានប្រាប់ថាបងចាក់ពីនោះមកពីត្រឹមពុកមកព្រោះមូលនិធិយើងមិនទាន់ខូចទេផ្លូវគ្រូកំហយើងនៅទេអត់អាចចាំទៅធ្វើដល់ចឹងទៅផលលំបាកមកដល់ហើយមកដល់នេះទៅធ្វើម៉េចយើងមិនត្រូវសុំសេចក្តីទុកចិត្តពីក្រុមប្រឹក្សាគុំទាំងអស់ដើម្បីសម្រេចលើថាវិការណាមួយសម្រាប់ធ្វើផ្លូវអញ្ចឹងយើងបានន័យថាយើងអ្វីក៏ដោយត្រូវស្ដាប់គ្នាព្រោះអនាគតទៅមិននៅប៉ុណ្ណឹងទេព្រោះគ្រូត្រូវធ្វើអនាគតទៅកើតមេឃុំទៅគ្រូត្រូវស្ដាប់ក្រុមប្រឹក្សាគុំដូចគ្នាបាទខ្ញុំក៏ត្រូវស្ដាប់ទៅគ្រូខ្ញុំក៏ត្រូវស្ដាប់មេឃុំក៏ត្រូវស្ដាប់ខ្ញុំស្ដាប់ទៅទុកមួយស្ដាប់ក្រុមប្រឹក្សាគុំទាំងអស់ទៅដោះស្រាយបញ្ហាជួយប្រជាពលរដ្ឋយើងបានបាទខ្ញុំសូមមានតិចបលទៅប៉ុណ្ណឹងទេមែនទេខ្ញុំសូមអរគុណពលសារអន្តរជាតិបងបន្ត